សម្ដេចធិបតីហ៊ុនម៉ាណែតជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនិងបញ្ជាក់ពីការបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរុស្ស៊ីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025មានខ្លឹមសារដូចតទៅនារុស្ស៊ីនេះខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីខ្ញុំបានថ្លែងអំណរគុណឯកឧត្តមអាន់វ៉ាដែលបានបន្តដើរតួនាទីយ៉ាងសំខាន់និងសកម្មក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជានិងថៃកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយប្រើប្រាស់យន្តការដែលមានស្រាប់និងបានឯកភាពគ្នាកន្លងមកជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែននិងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។